អ្នកជំនាញជនជាតិអាមេរិកបានហៅប្រទេសកម្ពុជាក្រោមរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមថាជាសង្គមមួយបិទជិតដោយមិនមានទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅនោះទេលោកស្រី Elizabeth Baker អតីតអ្នកយកព័ត៌មានអំពីសង្គ្រាមនៅកម្ពុជានិងជាអ្នកកាសែតម្នាក់ដែលត្រូវពួកខ្មែរក្រហមបានអញ្ជើញឲ្យធ្វើទស្សនកិច្ចនៅចុងឆ្នាំ1978បាននិយាយថានៅក្នុងរបបខ្មែរក្រហមគឺគ្មានអ្វីទាំងអស់គ្មានអ្នកកាសែតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះទេគឺជាសង្គមមួយបិទជិតគ្មានការប្រាស្រ័យទាក់ទងគ្នាគ្មានទូរស័ព្ទគ្មានទូរលេខគ្មានអ្វីទាំងអស់គឺជាប្រទេសដែលឯកោដោយខ្លួនឯងលោកស្រី Elizabeth Baker បានមកដល់ប្រទេសកម្ពុជានៅឆ្នាំ1978ជាមួយនឹងជនបរទេសចំនួន2នាក់ផ្សេងទៀតប៉ុន្តែជនបរទេសម្នាក់ក្នុងចំណោមនោះគឺលោក Malcolm Caldwell ត្រូវបានបាញ់សម្លាប់ដោយពួកខ្មែរក្រហមនៅក្នុងបន្ទប់ស្នាក់នៅជិតបន្ទប់របស់លោកស្រី Elizabeth Baker អតីតអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត The Washington Post និងក្រោយមកកាសែត The New York Times បានពិពណ៌នាថាការស្នាក់នៅនិងការជួបសម្ភាសផ្សេងៗក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីត្រូវពួកខ្មែរក្រហមរៀបចំឲ្យទាំងអស់ពួកខ្មែរក្រហមហាមមិនឲ្យលោកស្រីថតរូបនិងបានកាត់ផ្តាច់សំណួរទាំងឡាយណាដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សឬចំណុចគួរឲ្យចាប់អារម្មណ៍ដទៃទៀតមួយវិញទៀតពួកខ្មែរក្រហមមិនឲ្យអ្នកស្រីដើរដោយខ្លួនឯងនោះទេពលគឺទៅណាមកណាមានរថយន្តជូនជានិច្ចពួកខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី17ខែមេសាឆ្នាំ1975និងបាត់បង់អំណាចទៅវិញនៅខែមករាឆ្នាំ1979មានប្រជាពលរដ្ឋកម្ពុជាយ៉ាងតិចណាស់ 1.7 លាននាក់បានស្លាប់និងត្រូវបានសម្លាប់លោកស្រី Elizabeth Baker ត្រូវពួកខ្មែរក្រហមដឹកតាមរថយន្តដើរមើលនៅក្នុងទីក្រុងភ្នំពេញនិងនៅតាមបណ្ដាខេត្តមួយចំនួនលោកស្រីបានបរិភោគអាហារពេលល្ងាចជាមួយលោកអៀង សារីអតីតរដ្ឋមន្ត្រីការបរទេសដែលបានស្លាប់មុនការកាត់ទោសចប់ហើយលោកស្រីបានជួបសម្ភាសជាមួយប៉ុល ពត មេស្ថាបនិកនៃរបបខ្មែរក្រហមសូមអញ្ជើញស្ដាប់អំពីបទសម្ភាសរបស់លោកស្រី Elizabeth Baker ជាមួយនឹងវិទ្យុ VOA ខ្មែរអំពីស្ថានភាពដ៏គ្រោះថ្នាក់នៅពេលលោកស្រីសម្ភាសជាមួយមេដឹកនាំខ្មែរក្រហមដូចតទៅខ្ញុំចង់ឲ្យអ្នកស្រីនាំយើងត្រឡប់ទៅពេលនោះបន្តិចពេលដែលអ្នកស្រីដឹងថាអ្នកស្រីបានសម្ភាសប៉ុល ពត ហើយបន្ទាប់មកពេលដែលបានទៅជួបប៉ុល ពត ផ្ទាល់បាទ Well, this was 2 weeks. So ដំណើរនេះគឺ2សប្តាហ៍គឺជាដំណើរឃោសនាការសុទ្ធសាធក្នុងរយៈពេល2សប្តាហ៍នោះហើយមានអារម្មណ៍ថាយូរដូចជាច្រើនសប្តាហ៍មែនទែនយើងត្រូវបានគេនាំទៅជុំវិញប្រទេសយើងត្រូវបានបង្ហាញតែអ្វីដែលពួកគេចង់ឲ្យយើងឃើញតែប៉ុណ្ណោះយើងគ្រាន់តែបានជួបនឹងនិយាយជាមួយមនុស្សដែលពួកគេរៀបចំឲ្យយើងជួបប៉ុណ្ណោះជាពិសេសដោយសារខ្ញុំជាមនុស្សតែម្នាក់គត់ក្នុងចំណោម3នាក់ដែលធ្លាប់រស់នៅក្នុងប្រទេសកម្ពុជាក្នុងសម័យសង្គ្រាមហើយខ្ញុំចេះភាសាខ្មែរគ្រប់គ្រាន់ដើម្បីយល់ពីអ្វីដែលកំពុងកើតឡើងដូច្នេះពួកគេរារាំងមិនឲ្យយើងចាក់ចែងពីផ្ទះសំណាក់នៅទូទាំងប្រទេសពួកគេចាក់សោយើងជាប់នៅខាងក្នុងដូច្នេះនេះជាការឃោសនាពិតមែនហើយក្នុងនាមជាអ្នកសារព័ត៌មានវារឹតបន្តឹងខ្លាំងណាស់តើគេពិនិត្យមើលសំណួររបស់អ្នកស្រីនិងសំណួររបស់គ្រប់គ្នាមុនពេលសម្ភាសទេបាទ no, that អត់ទេគេមើលសំណួរសម្រាប់ប៉ុល ពត ប៉ុណ្ណោះ តើប៉ុល ពត ជាមនុស្សយ៉ាងម៉េចដែរពេលអ្នកស្រីជួបគាត់និយាយជាមួយគាត់ they wouldn't tell us until the very last day that we would see Pol Pot. ពួកគេមិនប្រាប់យើងរហូតដល់ថ្ងៃចុងក្រោយថាយើងនឹងជួបប៉ុល ពត ហើយពួកគេបានទុកពេលឲ្យយើង1ម៉ោងដើម្បីត្រៀមខ្លួនប៉ុល ពត កំពុងរងចាំពួកយើងហើយគាត់កំពុងអង្គុយលើកៅអីមួយស្ទើរតែដូចជាស្ដេចគង់លើបល្ល័ង្កអញ្ចឹងនៅពីក្រោយគាត់មានរដ្ឋមន្ត្រីការបរទេសអៀង សារីនិងលោកជួនប្រសិទ្ធនិងអ្នកបកប្រែម្នាក់ប៉ុល ពត អង្គុយនៅទីនោះគាត់មិនបានក្រោកឡើងទេហើយយើងបានចូលមកហើយយើងនិយាយថាជំរាបសួរយើងអង្គុយនៅខាងស្ដាំគាត់ហើយញ៉ាំទឹកក្រូចមួយកែវបន្ទាប់មកគាត់និយាយតាមអ្នកបកប្រែគាត់ចេះបារាំងតែគាត់មិននិយាយបារាំងជាមួយយើងទេគាត់និយាយជាមួយខ្ញុំថាគាត់នឹងផ្ញើចម្លើយជាលាយលក្ខណ៍អក្សរចំពោះសំណួររបស់យើងប៉ុន្តែគាត់ចង់ប្រាប់យើងអំពីស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខពេលនោះគាត់មានរូបរាងស្អាតបាតគាត់តែងខ្លួនបានយ៉ាងល្អពាក់ឈុតខ្មៅកាត់យ៉ាងសមញញឹមប្រឹមប្រិយខ្ញុំមិនដែលគិតថាគាត់មានរូបរាងអញ្ចឹងទេខ្ញុំរំពឹងថាគាត់ជាមនុស្សមើលទៅគួរឲ្យខ្លាចហើយកាចខ្ញុំរៀងភ្ញាក់ផ្អើលបន្តិចហើយបន្ទាប់មកគាត់ចាប់ផ្ដើមនិយាយហើយពេលនោះហើយដែលប៉ុល ពត ពិតប្រាកដដែលខ្ញុំរំពឹងទុកចេញមក សម្ដីកាច a little crazy. he saw the world. គាត់វង្វេងវង្វាន់អ្វីគ្រប់យ៉ាងដែលគាត់បានធ្វើចំពោះកម្ពុជាគឺសាហាវណាស់ កុម្មុយនីស No, forget communism. ទេកុំគិតពីកុម្មុយនីសនេះមិនពាក់ព័ន្ធនឹងឆ្វេងនិយមឬស្ដាំនិយមទេគាត់បំផ្លាញវប្បធម៌ទាំងមូល
ពេលខ្លះអ្នកអាចគិតថាគាត់ដូច Hitler ឬ Mao Zedong ប៉ុន្តែគ្មាននរណាម្នាក់គ្មានមេដឹកនាំផ្ដាច់ការពីខ្សែនយោបាយណាមួយធ្លាប់បានធ្វើដូចគាត់ទេចូលដល់អ្វីដែលគាត់និយាយមកយើងគឺគាត់រំពឹងថាវៀតណាមនឹងឈ្លានពានប៉ុន្តែគាត់គិតថាវៀតណាមមិនខ្លាំងគ្រប់គ្រាន់ដើម្បីកម្ចាត់កម្ពុជានិងកងកម្លាំងរបស់គាត់ទេគឺកងកម្លាំងកម្ពុជាប្រជាធិបតេយ្យជាឈ្មោះផ្លូវការដូច្នេះហើយលោកបានគិតថាបណ្ដាប្រទេសនៅអឺរ៉ុបខាងកើតដែលជាសមាជិកសម្ព័ន្ធយោធាវ៉ាស៊ូវីនៃសហភាពសូវៀតនឹងក្លាយជាសម្ព័ន្ធមិត្តរបស់វៀតណាមហើយដាក់កងកម្លាំងរបស់ពួកគេឈរជើងនៅវៀតណាមរួចហើយនឹងឆ្លងកាត់វាលស្រែមកវាយយកប្រទេសកម្ពុជាហើយអ្វីដែលប៉ុល ពតចង់បានគឺឲ្យទាហានអូតង់រួមទាំងសហរដ្ឋអាមេរិកមកជួយគាត់ពេលនោះ បន្ទាប់ពីនោះស្ថានភាពខ្លាចទៅជាអាក្រក់ខ្លាំងដោយបង្ហាញក្នុងភាពយន្តផងដែរមនុស្សម្នាក់ក្នុងចំណោមមនុស្ស3នាក់ដែលរួមមានអ្នកស្រីផងនោះត្រូវបានសម្លាប់គឺអ្នកស្រាវជ្រាវជនជាតិអង់គ្លេសតើមានរឿងអ្វីកើតឡើងបាទ Richard Dubman and I finished our interview. We were driven back to the guest house. Then the British academic was លោក Richard Dutman និងខ្ញុំបានបញ្ចប់ការសម្ភាសន៍របស់យើងត្រូវបានគេបើកឡានជូនត្រឡប់ទៅផ្ទះសំណាក់វិញបន្ទាប់មកអ្នកសិក្សាស្រាវជ្រាវអង់គ្លេសត្រូវបាននាំទៅជួបសម្ភាសន៍លោកប៉ុល ពតតែវាជាការពិភាក្សាអំពីបដិវត្តន៍កសិកម្មនិងសេដ្ឋកិច្ចច្រើនជាងឈ្មោះរបស់គាត់គឺ Malcolm Caldwell នៅពេលដែល Malcolm ត្រឡប់មកវិញគាត់និយាយថាគាត់មានការសម្ភាសន៍ល្អណាស់គាត់រីករាយណាស់ហើយគាត់និងលោក Richard Dutman មានទំនោរទទួលយកថាខ្មែរក្រហមគឺនៅដើមដំបូងនៃបដិវត្តន៍ដ៏ល្អមួយតែខ្ញុំមិនគិតដូចពួកគេនោះទេដូច្នេះហើយគាត់បានសម្ភាសន៍យ៉ាងល្អជាមួយប៉ុល ពតហើយយល់ស្របជាមួយប៉ុល ពតលើរឿងទាំងនោះខ្ញុំគិតថាគាត់មានការខកចិត្តយ៉ាងខ្លាំងដែលវៀតណាមនិងកម្ពុជាឆ្លោះប្រកែកគ្នាដោយសារតែពួកគេធ្លាប់ជាសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាមចុងក្រោយហើយវាធ្វើឲ្យគាត់ខូចចិត្តដោយសារតែគាត់ធ្លាប់ជាសកម្មជនប្រឆាំងសង្គ្រាមនៅចក្រភពអង់គ្លេសគាត់ស្អប់គំនិតដែលថាប្រទេសទាំងពីរឥឡូវនេះកំពុងវាយប្រហារគ្នាហើយបន្ទាប់មកយើងបានចូលគេងហើយនេះជាផ្ទះសំណាក់រដ្ឋាភិបាលនៅជិតផ្លូវមនីវង្សជាកន្លែងដែលធ្លាប់ជាបរិវេណរបស់លោកលន់ ណុលមានការការពារបានល្អណាស់ដូច្នេះហើយពួកយើងបានញ៉ាំអាហារពេលល្ងាចរៀបចំខោអាវហើយទន្ទឹងរង់ចាំឡើងយន្តហោះនៅពេលព្រឹកនឹងចេញពីកម្ពុជាយើងកំពុងដេកលក់ហើយភ្លាមនោះខ្ញុំបានឮសំឡេងមួយដែលខ្ញុំគិតថាជាធុងសំរាមរួចខ្ញុំភ្ញាក់ឡើងហើយខ្ញុំគិតថាទេវាជាសំឡេងបាញ់កំភ្លើងខ្ញុំនៅជាន់ទី1អ្នកផ្សេងទៀតនៅជាន់ទី2ហើយខ្ញុំចេញទៅក្រៅខ្ញុំឃើញខ្មាន់កំភ្លើងហើយគាត់ភ្ជុំកំភ្លើងខ្លីដាក់ខ្ញុំស្រែកថាអត់ទេហើយរត់ទៅពួនក្នុងអាងងូតទឹកគាត់បានឡើងទៅជាន់លើហើយបាញ់តាមក្រោមទ្វារបន្ទប់លោក Richard Dutman បន្ទាប់មកខ្មាន់កំភ្លើងបានដើរចូលទៅក្នុងបន្ទប់របស់លោក Caldwell ហើយបានបាញ់សម្លាប់គាត់ So you think ថាអ្នកស្រីគិតថាពួកគេចង់សម្លាប់ទាំង3នាក់ឬ and we weren't rescued for hours. ខ្ញុំគិតថាពួកគេសាហាវប៉ុន្តែខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេព្រោះខ្ញុំលាក់ខ្លួនក្នុងអាងងូតទឹកហើយរាប់ម៉ោងទម្រាំគេមកជួយសង្គ្រោះយើងលោកជួនប្រសិទ្ធនិងអ្នកបកប្រែសំខាន់និងអ្នកដឹកនាំដំណើររបស់យើងចូលមកហើយគាត់បន្ទោសលើវៀតណាមហើយខ្ញុំឆ្លើយថាអត់ទេខ្ញុំឃើញបរិះនោះគាត់ជាជនជាតិខ្មែរអត់ទេមិនមែនវៀតណាមទេវាមិនសមហេតុផលទេបន្ទាប់មកយើងត្រូវបានគេនាំចេញពីផ្ទះសម្ភាសដោយមន្ត្រីប៉ូលីសហើយព្រឹកឡើងយើងមានពិធីមួយជាមួយអៀងសេរីនៅជុំវិញមឈូសរបស់លោក Malcolm Caldwell បន្ទាប់មកហោះចេញទៅក្រុងប៉េកាំងហើយ2ថ្ងៃក្រោយមកវៀតណាមចូលឈ្លានពានពួកគេវាយចូលកម្ពុជាយ៉ាងងាយស្រួលហើយផ្ដួលរលំរបបខ្មែរក្រហមនៅថ្ងៃទី7ឬ9មករា នោះគឺចុងឆ្នាំ1978ពេលអ្នកស្រីសម្ភាសន៍ប៉ុល ពតបន្ទាប់មកការឈ្លានពានកើតឡើង ចាថ្ងៃទី23ខែធ្នូឆ្នាំ1978ខ្ញុំបានសម្ភាសន៍គាត់ហើយដល់សប្តាហ៍ទី1នៃខែមករាវៀតណាមចូលដល់ភ្នំពេញ Wow I can't wow ខ្ញុំនឹកស្មានមិនចេញទេអារម្មណ៍អ្នកស្រីយ៉ាងណាពេលចេញរួចពីកម្ពុជា ចាគឺវាគួរឲ្យភ័យខ្លាចណាស់ have changed you. But then you have to write a report. បន្ទាប់មកអ្នកស្រីត្រូវសរសេរសេចក្តីរាយការណ៍ I wrote a series of articles. ចាសេចក្តីរាយការណ៍មួយចំនួន It turns out the journalist ហើយសប្តាហ៍អ្នកកាសែត2នាក់ដែលបានរួចជីវិតបានត្រឡប់មកវិញហើយសរសេរសេចក្តីរាយការណ៍ពីផ្ទុយគ្នាអំពីប្រទេសកម្ពុជាតើអ្នកស្រីអាចបញ្យល់ពីរឿងនេះបន្តិចបានទេ Well, we saw exactly the same thing. Had the same interview. មែនហើយយើងបានឃើញរឿងដូចគ្នាមានបទសម្ភាសន៍ដូចគ្នាយើងតែងតែនៅជាមួយគ្នាដោយដែលខ្ញុំបាននិយាយនោះគឺជាការឃោសនាការប៉ុន្តែលោក Richard Dutman បានរាយការណ៍ពីអ្វីដែលគាត់បានឃើញនឹងឮគឺឃើញនឹងឮឃោសនាការហើយគាត់ក៏សរសេរថាគាត់មិនជឿថាមានការបង្អត់អាហារនិងការបង្ខំធ្វើការលើកម្លាំងទេគាត់មើលឃើញថាប្រជាជនទាំងអស់គ្នាមើលទៅមានសុខភាពល្អ after សូម្បីតែបន្ទាប់ពីការប៉ុនប៉ងធ្វើឃាត ចា I wrote that
based on circumstantial evidence. ចំណែកខ្ញុំសរសេរផ្អែកលើភស្តុតាងប្រយោលខ្ញុំគិតថាមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរគេមិនប្រព្រឹត្តចំពោះប្រជាជនបានល្អតតែសោះហើយវាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់យើងអាចមានទស្សនៈផ្សេងគ្នាខ្ញុំបានសរសេរអត្ថបទមួយនៅក្នុងទស្សនាវដ្តី Columbia Journalism Review អំពីរឿងនេះលោក Richard Dutman បានប្រកាន់យកទស្សនៈនោះរហូតដល់យើងទៅពីរនាក់ត្រូវបានកោះហៅទៅផ្ដាល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហមហើយព្រះរាជអាជ្ញាបានហៅខ្ញុំមកជាសាក្សីជំនាញប្រហែល1សប្តាហ៍ហើយបន្ទាប់មកមេធាវីការពារកូនក្តីបានកោះហៅលោក Dutman ពេលនោះគឺនៅឆ្នាំ2015គឺប្រហែលឆ្នាំកន្លងមកហើយ ច្រើនឆ្នាំណាស់ Long time. And only then did he say he had changed his. ច្រើនឆ្នាំណាស់ហើយដល់ពេលនោះហើយទើបគាត់ថាគាត់បានផ្លាស់ប្ដូរគំនិតរបស់គាត់ហើយក្រោយមកគាត់បានសរសេរអត្ថបទមួយថាបន្ទាប់ពីរឿងទាំងអស់នេះគាត់ព្រួយបារម្ភមិនដឹងជាគាត់នឹងជឿ Hitler ទេប្រសិនបើគាត់បានទៅប្រទេសអាល្លឺម៉ង់ក្នុងទសវត្សរ៍1930នោះចាខ្ញុំគិតថាវាជាមេរៀនសម្រាប់អ្នកសារព័ត៌មានព្រោះខ្ញុំមានប្រៀបត្រង់ថាខ្ញុំធ្លាប់បានរស់នៅកម្ពុជានិងដឹងពីប្រទេសកម្ពុជាច្រើនខ្ញុំបានស្គាល់វប្បធម៌ដ៏សម្បូរបែបខ្ញុំដឹងថាវាមិនមែនជាប្រទេសដែលត្រូវធ្វើរឿងជ្រុលនិយមដើម្បីមានអាហារគ្រប់គ្រាន់នោះទេកម្ពុជាបានហូបគ្រប់គ្រាន់មានបញ្ញវន្តច្រើនហើយមិនត្រូវការរបបជ្រុលនិយមបែបនេះទេប្រទេសជាច្រើននឹងមានមោទនភាពបើអាចក្លាយជាកម្ពុជាពេលនោះដូច្នេះនោះជារឿងមួយបន្ទាប់មកខ្ញុំចេះភាសាខ្មែរគ្រប់គ្រាន់ដែលខ្ញុំអាចយល់បាននៅពេលពួកគេនិយាយកុហកនិងព្យាយាមបិទបាំងការពិតណាមួយប៉ុន្តែមេរៀនមួយទៀតគឺប្រយ័ត្នចំពោះព័ត៌មានមិនពិតអ្នកសារព័ត៌មានត្រូវតែក្លាយជាអ្នកជំនាញខាងចាប់ព័ត៌មានមិនពិត